បន្ទាប់ពីស្គាល់ទៅដល់គោលដំបូងអង្វាលេខពីដៃឡានយើងមកខ្ញុំឈប់លេបឆ្នាំផ្លូវចិត្តចំនួនបាន1ខែ10ថ្ងៃហើយឆ្នាំលើឈាមខ្ញុំឈប់បាន8ខែ8ខែជាង9ខែចាស់ហ្នឹងហើយឆ្នាំឆ្អឹងគឺខ្ញុំមកដែរប្រើទៅមុនមកញ៉ាំទៅដាក់គោតែគាត់មកទៅដាក់គោកន្លងមកវាបានផលដូចទៅដាក់គោដំបងហ្នឹងទេអូខេបងអរគុណជុំបងពេលមុនបងផ្ដាច់ឆ្នាំហ្នឹងបងមានបានទៅជួបគ្រូពេទ្យគេអីដែរអត់បងជួបខ្ញុំក៏រយៈពេល10ខែនេះគឺខ្ញុំទៅជួបគ្រូពេទ្យសុំពេទ្យផ្ដាច់ដោយសារខ្ញុំមួយគេងពេកអញ្ចឹងសូម្បីតែលោកគ្រូពេទ្យគ្រប់ញាក់បាននឹងខ្ញុំដែរដោយសារគាត់ថាខ្ញុំឃើញមានភាពរងងតាំងពីបាន8ខែថា10ខែប៉ុន្តែគោលការណ៍ពេទ្យគឺត្រូវឲ្យគេយើងញ៉ាំមកក្តាប់3ខែទៀតអញ្ចឹងខ្ញុំញ៉ាំគោលការណ៍ហើយគឺខ្ញុំឈប់ញ៉ាំបាន1ខែ10ថ្ងៃខ្ញុំផ្លូវចិត្តគឺគេងលក់ធម្មតាអូខេបងអរគុណចុះបញ្ហាឆ្នាំលើសឈាមដែលបងប្រើជាប្រចាំមកបងផ្ដាច់ដែរមែនបងចាផ្ដាច់ទាំងអស់និយាយទៅក្នុងខ្លួនហ្នឹងអត់មានជាតិថ្នាំទេមានតែផលិតផលធម្មជាតិទៅដាក់ពុតដំបងយើងនេះឯងអញ្ចឹងសិតតែពេលយើងប្រើឲ្យគ្រូពេទ្យឲ្យផ្ដាច់ហ្មងមែនបងពេលសម្ពាធឈាមបងមកល្អវិញឬក៏មិនចាគ្រូពេទ្យជាបានយើងគឺគាត់តាមដានដែរហើយប្រដាប់នេះខ្ញុំញ៉ាំក៏ពិสูจន៍គ្រូពេទ្យដែរតែថាពីមុនមកខ្ញុំខ្វះជាតិកាល់ស្យូមខ្វះជាតិស្ករអាសាខ្វះញឹកញាប់អញ្ចឹងគ្រូពេទ្យថាក្នុងនោះមានទាំងអស់អញ្ចឹងបងបាច់លេបតាមអីទាំងអស់ញ៉ាំប្រដាប់ទៅបានអូខេបងចុះបងសុំសួរមួយទៀតចុះបងស្គាល់ផលិតផលទៅដោះគោដំបងនោះតាមពីណាគេដែរហើយហេតុអីបានបងសម្រេចចិត្តធ្វើវាខ្ញុំស្គាល់តាមរយៈអូនសុភីដែលសារខ្ញុំទិញប្រតិបត្តិគាត់ចាហើយខ្ញុំសម្រេចចិត្តប្រើប្រាស់ដោយសារការណែនាំរបស់អូនហើយនឹងយើងបានទទួលសម្លេងអ្នកបានផលមកយើងហើយនឹងយើងសិក្សាបន្ថែមបាទអរគុណបងហើយមួយទៀតបងប្រើរយៈពេលប្រហែលបានឃើញផលហើយបងប្រើអស់ប្រហែលកំប៉ុងហើយបានមានអារម្មណ៍ថាប្លែកមិនខ្លះចំពោះបញ្ហាកាពះពោះវៀនលើសឈាមរបស់បងហ្នឹងហើយកម្លាំងកំហែងនេះមិនដែរបងប្រើបានអាពីអាទិត្យដឹងគឺមានកម្លាំងជាងផ្សេងទៀតអត់បានច្បាស់ដល់ពេលបានកំណត់ថាបញ្ហាឆ្អឹងគឺដឹងទាំងស្រុងបញ្ហាពោះវៀនគឺដឹងរយៈពេលជាមួយគ្នាគឺយើងស្រួលទាំងស្រុងអស់សិខ្យល់ហើយបញ្ហាមួយទៀតគឺគីឡូខ្ញុំប្រើបាន4ខែគឺខ្ញុំសក់2គីឡូមានដំបូងអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមហាត់ប្រាណវិញតទៅក៏គឺទៅសក់ទៅមកចុះសក់គីឡូពីមុនមកដល់ឥឡូវហ្នឹងរយៈពេលប្រហែលខែហើយបានប្រហែលគីឡូបងចាប់ផ្ដើមប្រាគឺខ្ញុំ68គីឡូដល់ប្រាបាន10ខែសល់តែ55គីឡូទេបាទចុះកម្លាំងកំហែងនេះមិនដែរកម្លាំងនិយាយទៅពេលបាន6ខែកម្លាំងទៅខ្លាំងណាស់តែបានដល់10ទៅគឺខ្លាំងធ្វើការដឹងហត់ទេអូខេបងអរគុណស្បស្ការអារម្មណ៍ល្អហើយការនិយាយអីក៏រែកផ្លេចខ្លះហានមានការសម្រាប់មីក្រូនិយាយអីចឹងណាពីមុនណាដែលយើងមិននឹកស្មានណាទៀតណាបាទបងអរគុណផលិតផលមួយនេះអស្ចារ្យមែនតើអូខេបងជុំបងមានពាក្យពេចន៍អីផ្ដាំផ្ញើទៅកាន់អ្នកដែលមានបញ្ហាសុខភាពដូចបងអត់បងសំខាន់ចង់ប្រាំហៅបងប្អូនដែលមានសុខភាពដូចខ្ញុំឬក៏សលេងខ្ញុំអីចឹងគឺគួរសិក្សាស្វែងយល់ពីសុខភាពនេះឲ្យបានច្បាស់មុននឹងញ៉ាំដើម្បីបើទទួលបានផលដូចខ្ញុំដែរចា៎